សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាតែបងប្អូនកំពុងតែស្វែងរកនៅប្រភេទប៉ូសាដែលមានគុណភាពខ្ពស់កម្លាំងខ្លាំងប្រើប្រាស់បានធន់មែនទេថ្ងៃនេះផងដែរខ្ញុំសូមណែនាំនៅប្រភេទប៉ូសាម៉ាដៃយ៉ូដែលកំពុងពេញនិយមប្រើខ្លាំងនិងលក់ដាច់ខ្លាំងនៅលើទីផ្សារដែលប្រភេទប៉ូសាម៉ាដៃយ៉ូនេះយើងមានច្រើនជម្រើសដូចជាប្រភេទប៉ូសាផ្សារធូបធម្មតាដែលយើងមានកម្លាំងចាប់ពី200អាំពែ250ដែល250នេះយើងមាន2ខ្នាតជាប្រភេទភ្លើង220និង380ហើយប៉ូសា250មួយទៀតជាប្រភេទប្រើភ្លើងបានទាំងពីរទាំងប្រភេទភ្លើង220ផងនិង380ផងហើយចំពោះប៉ូសា350វិញយើងក៏មានខ្នាតភ្លើង220ហើយនិង380ផងដែរហើយនឹងប្រភេទប៉ូសាកម្លាំង400អាំពែដែលយើងកំពុងត្រៀមនឹងនាំចូលមកនៅពេលឆាប់នេះហើយចំពោះប្រភេទប៉ូសានៅខាងស្ដាំដៃខ្ញុំនេះគឺជាប្រភេទប៉ូសាលួសរឡូហើយនឹងប្រភេទប៉ូសាដៃអ៊ីណុកហើយនឹងប្រភេទប៉ូសាកាត់ហើយចំពោះប៉ូសាលួសនេះវិញដែលយើងហៅថាប៉ូសាមិច model DY MIG 300N ដែលជាប្រភេទប៉ូសាលួសកម្លាំង200អាំពែដែលយើងអាចផ្សារលួសបានចាប់ពីខ្នាត0.8 និង1លីដែលលក្ខណៈពិសេសរបស់ប៉ូសាមិញនេះគឺវាអាចធ្វើការផ្សារបានទាំងជាមួយនឹងលួសផ្សារនិងធុកផ្សារដៃធម្មតាហើយចំពោះប្រភេទប៉ូសា Inox នេះវិញជាប្រភេទប៉ូសា TIG model NC 200NX ដែលប៉ូសានេះវាមានលក្ខណៈពិសេសតែវាអាចប្រើផ្សារបានទាំងដែក Inox និងផ្សារបានទាំងធូបធម្មតាហើយវាប្រើប្រាស់ជាប្រភេទភ្លើង220ហើយចំពោះប្រភេទប៉ូសាចុងក្រោយនេះជាប្រភេទប៉ូសាកាត់ដែលវាប្រើប្រាស់ភ្លើង220ដែលអាចធ្វើការកាត់នៅដែកកម្រាស់រហូតដល់10លីប៉ូសាម៉ាដៃយ៉ូជាប្រភេទផលិតផលដែលមានគុណភាពខ្ពស់កម្លាំងខ្លាំងប្រើធន់តម្លៃសមរម្យមានច្រើនជម្រើសច្រើន model ងាយស្រួលក្នុងការជ្រើសរើសនិងលក់ដាច់ខ្លាំងនៅលើទីផ្សារ